តោះបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមើលវីដេអូបន្ថែមទៀតដើម្បីបំពន់ចឹងយើងថ្ងៃនេះយើងចូលវិធីគុណចំនួនចម្រោះចឹងវិធីគុណនេះលោកគ្រូមានទាំងវិធីគុណចំនួនគុតនិងចំនួនចម្រោះបាទចំនួនគុតនិងចំនួនចម្រោះនោះយើងអាចទៅសេទៅមុខទៅក្រោយបានដាក់ចំនួនចម្រោះគុណចំនួនគុតក៏បានដែរដូចតែគ្នាទេឬក៏ចំនួនចម្រោះនឹងពភាគឬក៏ពភាគគុណចំនួនចម្រោះបាទហើយអានេះចំនួនចម្រោះគុណចំនួនចម្រោះអញ្ចឹងកលឹះយើងដឹងហើយដើម្បីគុណចំនួនចម្រោះយើងដូរចំនួនចម្រោះនោះទៅជាប្រភាគសិនទើបយើងគុណគ្នាបានណាតោះឥឡូវយើងចាប់ផ្ដើមធ្វើត្មងទៅចានេះចំនួនគុណចេះលោកគ្រូទុកនៅដែរអញ្ចឹងឥឡូវយើងគុណមកយក10គុណនឹង2 12ដង20 12ដង20 20បូក4 24ហើយភាគបែងទុកនៅដដែលបន្ទាប់មកយើងយកចំនួនគុណគុណនឹងភាគយកចំនួនគុណនេះណាគុណនឹងភាគយកអញ្ចឹងយើងយក3គុណនឹង24អញ្ចឹង3គុណ24យើងបានយើងគុណមកគុណទៅនេះមក24គុណនឹង3 3 4ដង12 3 2ដង6 6បូក1 7អញ្ចឹងយើងបាន72លើ10បាទហើយណា72លើ10 10ហ្នឹងយើងទុកនៅដដែលភាគបែងយើងគុណតែភាគយកភាគបែងទុកនៅដដែលបន្ទាប់មកទៀតយើងធ្វើមិនទៀតយើងចែកប្រភាគនេះធ្វើប្រភាគនេះឲ្យទៅជាចំនួនចម្រុះវិញដោយសារតែភាគយកធំជាងភាគបែងអញ្ចឹងយើងបាន72ចែកឲ្យ10គ្រូដាក់បាន7ណា7 10ដង70អញ្ចឹងយើងបាន20អញ្ចឹងលោកគ្រូបានរំលឹកខ្លះហើយអញ្ចឹងផលចែកនេះគឺជាចំនួនគុតឯសំណល់នេះយើងដាក់ភាគយកភាគបែងទុកនៅដដែលយើងសម្រួលទៀតក៏សម្រួលទៅណាបើយើងចង់សម្រួលទៀតឲ្យលើចែក2បាទអញ្ចឹង7នេះទុកនៅដដែលឲ្យលើចែក2បាន1 10ចែក2បាន5បាទចប់1ឥឡូវចូលទី2ម្ដងទី2គឺចំនួនចម្រោះនិងប្រភាគអញ្ចឹងដដែលទេចំនួនចម្រោះនេះយើងដូរទៅជាប្រភាគឲ្យដូចគ្នាមកអញ្ចឹង5 4ដង20 5 4ដង20ហើយមកបូក1ហ្នឹងណាយើងគុណអានេះហើយមកបូកអានេះយកភាគបែងគុណនឹងចំនួនគុតហើយមកបូកនឹងភាគយក4 5ដង20 20បូក1 21ភាគបែងលេខ5ហ្នឹងទុកនៅដដែលមកហើយគុណប្រភាគនេះយើងទុកនៅដដែលមកព្រោះអីវាជាប្រភាគស្រាប់ហើយបន្ទាប់មកប្រភាគគុណប្រភាគយើងមិនរៀនហើយហ្នឹងអញ្ចឹងខាងលើគុណខាងលើខាងក្រោមគុណខាងក្រោមបាទនិយាយទៅងាយស្រួលស្ដាប់ភាគយកគុណភាគយកភាគបែងគុណភាគបែងនឹងឯងអញ្ចឹង21 2ដង40បាន42ណា3 5ដង15បន្ទាប់មកយើងសរសេរប្រភាគនេះ42បាទ42លើ15ហ្នឹងយើងសរសេរវាទៅជាចំនួនចម្រុះវិញដោយសារភាគយកធំជាងភាគបែងអញ្ចឹងយើងកុំទុកវាអញ្ចឹងណាអញ្ចឹងយើងដាក់បានប៉ុន្មានទៅដាក់បាន2លើ3បាទដាក់3សាក់ដាក់3 3 5ដង15 3 ម្ដង3 4 45លើអញ្ចឹងយើងដាក់3ឲ្យអត់យក3យក2វិញព្រោះយក3លើអញ្ចឹង15 2ដង30អញ្ចឹង2 1បាទអញ្ចឹងនេះជាចំនួនគុតខចែកលេខ2ជាចំនួនគុត12សំណល់ជាភាគយកលើ15លោកគ្រូសម្រួលបានលេខនេះយើងសម្រួលបានអញ្ចឹងអាលើនេះយើងចែក2មកសំទោសចែក3ក្រុមចែក3ដាច់ដែរអញ្ចឹងអាលើចែក3ក្រុមចែក3ដែរអញ្ចឹង12ចែក3បាន4នេះចែក3បាន5បាទចប់មួយទៀតហើយតោះឥឡូវយើងចូលមួយទៀតចុងក្រោយលំហាត់ចុងក្រោយចឹងលំហាត់ចុងក្រោយនេះគឺចំនួនចម្រោះនិងចំនួនចម្រោះដូចគ្នាអញ្ចឹងដដែលទៀតណាគាត់គ្រាន់តែចាំថាពេលដែលយើងគុណចំនួនចម្រោះយើងត្រូវតែបដូរចំនួនចម្រោះទៅជាប្រភាគ
តោះឥឡូវបដូរ2 5 ដង 10 10 បូក 1 11 តោះលឿនមកយើងវាបែងទៅនៅដែរគុណហើយ3 6 ដង 18 18 បូក 4 18 បូក 4 22 បាទតោះជួយមើលលោកគ្រូផងណាលោកគ្រូលឿនទៅអាចតោះយើងគុណមកអញ្ចឹងប្រភេទគុណប្រភេទ5 6 ដង 30 លោកគ្រូគុណលេខតូចមុន11គុណ22ឃើញបានតោះ11គុណ22ឥឡូវគុណ22គុណឲ្យ11អញ្ចឹងយើងបាន2 ម្ដង 2 2 ម្ដង 2 2 ម្ដង 2 2 ម្ដង 2អញ្ចឹងយើងបាន2 4 2អញ្ចឹងបាន242អញ្ចឹងហ៎ឃើញដូចលោកគ្រូចឹងដែរទេណាតោះបន្ទាប់មកយើងធ្វើមកទៀតហើយបាទធ្វើបន្ទាប់មកយើងបដូរប្រភេទហ្នឹងទៅជាចំនួនចម្រោះតោះយើងយក242ឃើញទេ242នេះយកមកចែកនឹង30អូខេកាត់2ខ្ទង់អត់កើតទេយើងកាត់2ខ្ទង់ទៅបាន20 24ចែក30កាត់ដាក់2អញ្ចឹងបាន8មកសាក់8 8 0 ដង 0 8 3 ដង 24អូខេនេះសំណល់សល់2អញ្ចឹងយើងបាន8 2លើ30បាទលុបសិនណាបាទលេខសម្រួលបានយើងសម្រួលទៅអញ្ចឹងយើងសម្រួលនឹង2មកលេខ8ចំនួនគុណនេះយើងទុកនៅដដែលយើងសម្រួលតែប្រភេទអីណាយើងនេះយើងសម្រួលតែប្រភេទអីអញ្ចឹងគ្រូសម្រួលនឹង2បានអញ្ចឹង2ចែក2បាន1អញ្ចឹងឥឡូវចែក2ក្រុមចែក2ដែរ30ចែក2បាន15បាទចប់ហើយណាអញ្ចឹង1 2 3ចប់អញ្ចឹងលំហាត់ទាំង3នេះបើបងអូនមើលទៅយល់បងអូនអាចធ្វើលំហាត់ក្នុងសៀវភៅយើងបានណាបាទអញ្ចឹងប្រមាណវិធីគុណតែប៉ុណ្្នឹងឯង